ជាដំបូងនាងខ្ញុំសូមជម្រាបសួរទៅកាន់លោកគ្រូនិងសួស្តីទៅកាន់មិត្តភ័ក្តិរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះអុកជីនីតាគឺជាសិស្សមកពីថ្នាក់ទី11ខនៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី1ហើយថ្ងៃនេះដែរនាងខ្ញុំនឹងលើកយកមេរៀនទី4នៃចម្ពោះទី5ដែលនិយាយអំពីបម្លាស់លំនៅនិងផ្លូវទេសចរណ៍យកមកបកស្រាយហើយប្រធានបទរបស់យើងថ្ងៃនេះគឺបានបែងចែកទៅជា3មាតិកាធំៗដែលមាតិកាទី1គឺនិយាយអំពីចលភាពប្រជាជនមិនស្មើគ្នាមួយមាតិកាទី2និយាយអំពីតំណែងងើបឡើងវិញនៃបម្លាស់លំនៅអន្តរជាតិនិងមាតិកាទី3និយាយអំពីផ្លូវទេសចរណ៍អន្តរជាតិមុននឹងឈានចូលទៅដល់ការបកស្រាយពីមាតិកានីមួយៗយើងទាំងអស់គ្នាក៏បីមកស្វែងយល់ពីពាក្យកន្លឹះមួយចំនួនសិនចាំពាក្យកន្លឹះទី1គឺនិយាយអំពីបម្លាស់លំនៅបម្លាស់លំនៅបានន័យថាជាការផ្លាស់ប្ដូរឬចាក់ចេញពីទីកន្លែងរស់នៅមួយទៅរស់នៅកន្លែងផ្សេងមួយទៀតហើយពាក្យបន្ទាប់គឺនិយាយអំពីចលភាពបានន័យថាភាពមានចលនាពលគឺចលនាបម្លាស់លំនៅរបស់មនុស្សក្រោមទម្រង់ផ្សេងដូចជាចំណែកស្រុកចំណោទស្រុកចំណោទស្រុកស្រែឬក៏ចំណែកស្រុកតាមរដូវជាដើមចូលមកដល់មាតិកាទី1គឺនិយាយអំពីចលភាពប្រជាជនមិនស្មើគ្នាមួយកម្រិតអភិវឌ្ឍសេដ្ឋកិច្ចនៅនគររូបនីយកម្មរបស់ប្រទេសមួយកាន់តែត្រូវបានលើកតម្កើងប្រជាជននៃប្រទេសនោះនឹងធ្វើការបម្លាស់ទីកាន់តែខ្លាំងឧទាហរណ៍ចលនាទៅវិញទៅមកប្រចាំថ្ងៃរបស់ពលករគឺមិនបានធ្វើឲ្យមានការប៉ះពាល់ដល់ទំនាក់ទំនងរបស់សង្គមឡើយ1.1 ចលភាពមួយនៅក្នុងប្រទេសអភិវឌ្ឍជារៀងរាល់ឆ្នាំការផ្លាស់ប្ដូរលំនៅមានប្រហែល 7% នៃប្រជាជនបារាំង 9% នៃប្រជាជនអង់គ្លេសឬអាល្លឺម៉ង់និង 10% ទៀតនៃប្រជាជនអាមេរិកនៅក្នុងចំណុចនេះក៏មានសំណួរមួយបានចោទសួរថាតើចលនាចំណាក់ស្រុកពីតំបន់ឧស្សាហកម្មនិងតំបន់ក្រុងកើតមានដោយសារអ្វីអញ្ចឹងចលនាចំណាក់ស្រុកពីតំបន់ឧស្សាហកម្មនិងតំបន់ក្រុងកើតមានដោយសារតែបដិវត្តន៍ឧស្សាហកម្មពីមេតុទិនីធំឆ្ពោះទៅរកមណ្ឌលពង្រីកថ្មីដោយផ្អែកទៅលើសកម្មភាពស្រួចស្រាលការស្រាវជ្រាវនិងទេសចរណ៍ឆ្ពោះទៅរកភាគខាងត្បូងដែលផ្អែកទៅលើសកម្មភាពស្រួចស្រាលហ្នឹងគឺគេចាំន័យថាឧទាហរណ៍ដូចជានិស្សិតដែលគាត់ទៅបន្តការសិក្សានៅក្រៅប្រទេសបន្ទាប់ពីគាត់រៀនចប់គឺគាត់អត់ត្រឡប់មកស្រុករបស់ខ្លួនវិញទេផ្ទុយទៅវិញគឺគាត់បន្តរស់នៅនិងរកការងារធ្វើនៅប្រទេសទាំងនោះពីព្រោះគាត់គិតថានៅទីនោះគាត់ទទួលបានប្រាក់ខែខ្ពស់ជាងប្រាក់កម្រៃខ្ពស់ជាងនៅស្រុករបស់ខ្លួនទី2គឺការស្រាវជ្រាវបង្ហាញឃើញថាបើសិនជានៅតំបន់ផ្សេងមាននៅធនធានក៏ដូចជាផលប្រយោជន៍ច្រើនជាងតំបន់ដែលខ្លួនកំពុងតែរស់នៅមនុស្សច្បាស់ជាធ្វើការផ្លាស់ទីទៅតំបន់ទាំងនោះដើម្បីទទួលបានផលប្រយោជន៍រៀងៗខ្លួនទេសចរឆ្ពោះទៅរកភាគខាងត្បូងអញ្ចឹងកន្លែងហ្នឹងគេចាំន័យថាបន្ទាប់ពីមនុស្សទៅធ្វើការកម្សាន្តក៏ដូចជាសិក្សាស្រាវជ្រាវពីតំបន់នៅភាគខាងត្បូងរួចហើយគេចាប់ផ្ដើមគិតថាតើគេអាចប្រកបជាមុខរបរឬមួយក៏អាជីវកម្មនៅតំបន់ទាំងនោះបានឬអត់បើសិនជាតំបន់ទាំងនោះអំណោយផលដល់ការធ្វើអាជីវកម្មឬរកស៊ីរបស់ពួកគេនឹងធ្វើការផ្លាស់ទីទៅនៅទីនោះដើម្បីកសាងជីវភាពនៅកន្លែងនោះតែម្ដង1.2 ចលភាពមួយខ្សោយនិងចំណោទស្រុកស្រែក្នុងក្របខ័ណ្ឌពិភពលោកកត្តាចម្បងនៃការលូតលាស់ទីក្រុងពុំមែនដោយសារតែចំណោទស្រុកស្រែឡើយផ្ទុយទៅវិញគឺវាកើតឡើងដោយសារតែភាពលើសលប់នៃកំណើនប្រជាជននិងកំណើនសេដ្ឋកិច្ចដោយសារតែចំណោទស្រុកស្រែបានចូលរួមក្នុងកំណើនកើនឡើងនៃនគររូបនីយកម្មត្រឹមតែ 25 ទៅ 35% តែប៉ុណ្ណោះនៅបណ្ដាប្រទេសលោកខាងត្បូងមានទម្រង់លំហូរចលភាពរបស់វាដូចជាបម្លាស់ទីប្រចាំថ្ងៃសម្រាប់សកម្មភាពកសិកម្មចំណោទស្រុកស្រែនិងចលនាចំណាក់ស្រុករបស់ប្រជាជនចិនទៅកាន់ប្រទេសដទៃទៀតនៃភាគខាងត្បូងចូលមកដល់មាតិកាទី2គឺយើងនិយាយអំពីដំណើรงើបឡើងវិញនៃបម្លាស់លំនៅអន្តរជាតិ 2.1 ផ្លូវពលករអន្តរជាតិចំនួនសរុបនៃពលករបរទេសដែលមានវត្តមាននៅក្នុងប្រទេសអ្នកទទួលហាក់ដូចជាមានកំណើនតិចតួចដែលមិនអាចលើសពី10ទៅ20លាននាក់នោះទេក៏ប៉ុន្តែនៅចន្លោះឆ្នាំ1950ទៅឆ្នាំ1960គេបានឃើញថាភាពស្ងប់ស្ងាត់នៃលំហូរពលករទាំងអស់នោះត្រូវបានបញ្ចប់ដោយសារតែមានចលនាបម្លាស់លំនៅដ៏ធំមួយដែលចលនាបម្លាស់លំនៅនេះកើនឡើងដោយសារតែកំណើនប្រជាជននៅក្នុងពិភពលោកក៏ដូចជាដោយសារតែបច្ចេកវិទ្យានៃវិទ្យាសាស្ត្រមិនទាន់មានការរីកចម្រើនដូច្នេះហើយកម្លាំងពលកម្មរបស់មនុស្សគឺនៅតែសំខាន់រីឯនៅដំណាច់ទសវត្សរ៍ឆ្នាំ1980វិញគេឃើញថាផ្លូវបម្លាស់លំនៅគឺមានសន្ទុះកើនឡើងនិងមានលក្ខណៈជាសកលដោយសារតែតម្រូវការពលករនិងតម្រូវការសម្ភារៈរបស់មនុស្សសហរដ្ឋអាមេរិកបានក្លាយទៅជាមជ្ឈមណ្ឌលចំណូលស្រុកសំខាន់ជាងគេបំផុតនៅក្នុងពិភពលោកដោយទទួលបានជនចំណូលស្រុកជិត1លាននាក់នៅក្នុងមួយឆ្នាំពីគ្រប់ទិសទីទាំងអស់នៅក្នុងពិភពលោកជាពិសេសមកពីអាមេរិកឡាទីនអាស៊ីបូព៌ានិងការ៉ាស៊ី
ក្រៅមកទៀតគេបានឃើញថាប្រទេសផលិតប្រេងកាតទាំងឡាយនៃមជ្ឈមបូព៌ាដែលបានក្លាយទៅជាប្រទេសអ្នកមានយ៉ាងឆាប់រហ័សបំផុតក្រោយការដំឡើងថ្លៃប្រេងកាតនៅបណ្ដាឆ្នាំ1970បានបន្តវេនជាអ្នកទទួលជនចំណូលស្រុកច្រើនជំនួសឲ្យទ្វីបអឺរ៉ុបនិងប្រទេសអាមេរិកវិញម្ដងដោយជនចំណូលស្រុកទាំងនោះជាដំបូងគឺបានមកពីប្រទេសអារ៉ាប់ជិតខាងប៉ុន្តែបន្ទាប់មកទៀតគឺបានមកពីអាស៊ីខាងត្បូងដូចជាប៉ាគីស្ថានឥណ្ឌានិងហ្វីលីពីនជាដើម2.2 ការកាត់បន្ថយបំលាស់លំនៅពលករចលនាបំលាស់លំនៅជាក្រុមធំហាក់ដូចជាមានការប្រែប្រួលច្រើនបន្ទាប់ពីមានភាពឥតការងារធ្វើនៅឯប្រទេសឧស្សាហកម្មប៉ុន្តែបញ្ហានេះគេឃើញមានភាពផ្ទុយគ្នារវាងប្រទេសមិនទាន់រីកចម្រើននិងប្រទេសរីកចម្រើនដោយនៅបណ្ដាប្រទេសមិនទាន់រីកចម្រើនគេសង្កេតឃើញថាធនធានចេះតែខ្សត់ទៅចំណែកឯចំនួនប្រជាជនគឺកាន់តែមានចំនួនកើនឡើងប៉ុន្តែចំណែកឯប្រទេសរីកចម្រើនវិញគេបានធ្វើការរារាំងទៅតាមព្រំដែនពីការលួចជ្រៀតចូលដោយជនលួចលាក់ហើយនេះគឺជាវិធានការបិទទ្វារព្រំដែនដើម្បីការពារប្រជាជនដើមរបស់ពួកគេកុំឲ្យបាត់បង់ការងារធ្វើដោយសារតែមានជនចំណូលស្រុក2.3 ផ្លុតនៃជនភៀសខ្លួនតើបំលាស់លំនៅដ៏ធំធេងនៃជនភៀសខ្លួនមានសភាពដូចម្តេចខ្លះបំលាស់លំនៅដ៏ធំធេងនៃជនភៀសខ្លួនគឺកើតមានឡើងនៅក្នុងកម្រិតមួយដ៏ធំធេងដោយគេឃើញមានថាមនុស្សជាង10លាននាក់ត្រូវបានរត់គេចពីប្រទេសរបស់ខ្លួនដោយសារតែបញ្ហាសង្គ្រាមហើយសូមជ្រកកោននៅឯប្រទេសជិតខាងហើយចំនួននៃជនភៀសខ្លួនគឺមិនអាចថយចុះបានទេដោយសារតែប្រទេសរបស់ពួកគេជួបជាមួយនឹងទំនាស់នយោបាយចំនួនប្រដាប់អាវុធការសម្លាប់រង្គាលខាងសាសនាអំពើបល្ល័យពូជសាសន៍គ្រោះទុក្ខរផឹកដែលបង្កឲ្យមានចំនួននៃជនភៀសខ្លួននឹងគឺកើនឡើងជាលំដាប់ហើយគឺមិនអាចមានការថមថយបានឡើយមួយវិញទៀតពួកគេដែលជាជនភៀសខ្លួនរស់នៅក្រោមជំនួយរបស់អង្គការផ្សេងៗដូចជាអង្គការ UNHCR ដែលជាអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនចូលមកដល់មេតិកាចុងក្រោយគេគឺមេតិកាទី3ដែលនិយាយអំពីផ្លូវទេសចរអន្តរជាតិ 3.1 ផ្លូវទេសចរធំអ្នកទេសចរនៅលើពិភពលោកភាគច្រើនស្វែងរកការសម្រាកលំហែកាយដែលភាគច្រើនមាននៅតាមកន្លែងផ្សេងៗដូចជានៅតាមទីជនបទនៅតាមតំបន់ភ្នំឬនៅតាមតំបន់ឆ្នេរសមុទ្រ 3.2 តំបន់ទេសចរធំតាមការប៉ាន់ស្មានចំនួនទេសចរមានប្រហែល 2,000 លាននាក់នៅក្នុងពិភពលោកនៅឆ្នាំ1994ដោយប្រហែលជា840លាននាក់ជាទេសចរអន្តរជាតិដែលភ្ញៀវទេសចរទាំងអស់នោះភាគច្រើនទាក់ទាញដោយតំបន់2នៃពិភពលោកគឺតំបន់ក្បែរត្រូពិកនិងតំបន់ចន្លោះត្រូពិកមានតំបន់មេឌីទែរ៉ាណេចាស់គឺបារាំងអេស្ប៉ាញអ៊ីតាលីដែលភាគច្រើនគឺជាប្រទេសនៅឯទ្វីបអឺរ៉ុបនិងមេឌីទែរ៉ាណេថ្មីគឺឈូងសមុទ្រមិចស៊ិកនិងសមុទ្រការ៉ាស៊ីនៅឯទ្វីបអាមេរិកប៉ុន្តែគេក៏អាចរាប់បញ្ចូលបន្ថែមនៅតំបន់ទាក់ទាញភ្ញៀវទេសចរផ្សេងៗទៀតដូចជាមហាសមុទ្រប៉ាស៊ីហ្វិកនៃអាមេរិកខាងជើងកោះហាវ៉ៃនិងប៉ូលីនេស៊ីជាដើមទាំងទេសចរមិនថាថ្នាក់ជាតិឬអន្តរជាតិសុទ្ធតែនាំមកនូវផលល្អនិងផលអាក្រក់ដូចគ្នាដោយផលល្អនៃទេសចរនោះគេបានឃើញថានាំមកនូវរូបិយប័ណ្ណផ្ដល់ជាប្រភពការងារដល់ប្រជាជនជួយឲ្យកំណើននៃសេដ្ឋកិច្ចជាតិមានការកើនឡើងផ្ដល់នូវវប្បធម៌ថ្មីៗដល់ប្រទេសទាំងនោះទន្ទឹមគ្នានឹងនេះដែរទេសចរក៏បានផ្ដល់មកនូវផលអាក្រក់ដល់សង្គមនៃប្រទេសមួយដូចជាមានការកើនឡើងនៅការជួញដូរគ្រឿងញៀនការជួញដូរផ្លូវភេទអំពើបេសកចារឬអំពើឃាតកម្មនានាដូច្នេះហើយដើម្បីការពារឬមួយក៏បង្ការកុំឲ្យមាននៅគ្រោះមហន្តរាយដូចខាងលើនេះប្រទេសនីមួយៗគួរណាតែមានបម្រាមឬមួយក៏ច្បាប់ដាក់កំហិតសម្រាប់ភ្ញៀវទេសចរដែលមកធ្វើដំណើរកម្សាន្តនៅប្រទេសរបស់ខ្លួនដើម្បីជៀសវាងនៅគ្រោះមហន្តរាយទាំងអស់នេះជាចុងក្រោយនេះខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់ការបកស្រាយខាងលើប្រកបដោយភាពយកចិត្តទុកដាក់បើសិនបើអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏មានសំណួរបែបណាមួយអាចធ្វើការសួរបាន